ជំរាបសួរបងប្អូនតាគ្នាថ្ងៃទី20ខែ5គឺជាថ្ងៃដីដកមកជាមួយនឹងឆ្លូវហើយឆ្លូវមានធាតុដីដកនៅពីក្រោមដែរអញ្ចឹងចំពោះបងប្អូនគាត់ត្រូវការធាតុដីគឺហេងហើយជាពិសេសអ្នកដែលគាត់មានជូតនឹងទូរាស័យមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតគឺបងប្អូនហេងមានម្សាញ់ជាមួយនឹងរកាក៏ហេងដូចគ្នាដែរព្រោះម្សាញ់រកាហាក់ជាមួយនឹងឆ្លូវអញ្ចឹងណាហើយអ្នកដែលគាត់មានបញ្ហាឆុងគឺបងប្អូនគាត់មានមួយម៉ែនឹងទូរាស័យមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតបងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសតែថាយើងអត់ត្រូវការធាតុដីហើយចំពោះទិសអសរប្រចាំថ្ងៃគឺនៅខាងកើតប្រចាំខែខាងកើតប្រចាំឆ្នាំខាងកើតត្រួតបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំពោះទិសអសរចំខាងកើតត្បូងឈេងកើតជាមួយនឹងជើងឈេងកើតបងប្អូនគួរតែជៀសវាងបើសិនជាអត់ចាំបាច់ក្នុងការជួសជុលដំស្វានបុកគ្រឿងច្រាំប្រហុកលេងហ្គីតាដេញពិនឬមួយក៏ចាក់ធុងបាសច្រៀងអីលឺនៅទិសអសរបងប្អូនត្រូវមានការប្រុងប្រយ័ត្នហើយនឹងការជួសជុលដំស្វានអីផ្សេងហើយសម្រាប់ផ្កាយប្រចាំថ្ងៃគឺលេខ2ហោះចូលទីតាំងកណ្ដាលអញ្ចឹងយើងដឹងថាខាងកាត់អសរលៃអញ្ចឹងសខាងត្បូងខាងជើងឈើងលិចត្បូងឈើងលិចជាមួយនឹងខាងលិចចំហើយលេខ2ហោះចូលទីតាំងកណ្ដាលអញ្ចឹងខាងលិចចំលេខ4ខាងជើងឈើងលិចលេខ3លេខ7ចំខាងជើងលេខ6នៅត្បូងលេខ8នៅត្បូងឈើងលិចអញ្ចឹងបងប្អូនអាចប្រើប្រាស់ទៅតាមនឹងបានទាញប្រយោជន៍ពីទិសល្អថ្ងៃនេះមានប៉ុណ្្នឹងឯងបងប្អូនអ្នកគ្នាសម្រាប់បងប្អូនដែលគាត់ចង់ប្រឹក្សាតាក់ទងទៅនឹងរឿងហុងស៊ុយផ្ទះបងប្អូនអាចឆាតមកខ្ញុំបានណាព្រោះខ្ញុំស្អែកខាងស្អែកនេះគឺខ្ញុំចេញរៀបហុងស៊ុយឯងអញ្ចឹងបងប្អូនអាចតំណតំណងមកខ្ញុំបានជាចុងក្រោយសូមបងប្អូនទាំងគ្នាជួយ like ជាមួយនឹងជួយ share ឲ្យបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា